នេះគឺជាមុខជនសង្ស័យដូចជាក្មេង3នាក់ដែលរួមគំនិតនឹងជន់ដៃដល់រំលោភទៅលើយុវតីការពីព្រឹកមិញដែលគេប្រទះឃើញសពអាក្រាតកាយនៅក្នុងបន្ទប់ទឹកនៅក្នុងបរិវេណនៃសាលាបឋមសិក្សាវត្តគ្រោះនេះមើលមុខបាទជន់ដៃដល់មានវ័យ18ឆ្នាំនិងជន់រួមគំនិតបាទមិនដឹងថាបានរំលោភអត់ទេបាទអាយុត្រឹមតែ15និង16ឆ្នាំតែប៉ុណ្ណោះខ្ញុំឆ្ងល់តាហេតុអីបងប្អូនអាយុទៅតែប៉ុណ្ណឹងបងប្អូនហ៊ានរំលោភគេហើយបងប្អូនហ៊ានសម្លាប់គេទៀតតើបងប្អូនកើតមកមានអាណាព្យាបាលណែនាំអប់រំទូមានព្រានបដៅឲ្យបងប្អូនរៀនសូត្រទេហេតុអីបានចិត្តបងប្អូនហ៊ានសាងដល់ថ្នាក់ហ្នឹងនៅក្នុងហេតុការណ៍នេះសមាជិកបានខាត់ខ្លួនជាបន្តបន្ទាប់បានទាំងអ្នករួមគំនិតបានទាំងជនដៃដល់ដែលរំលោភបោកទៅលើយុវតីអាយុ15ឆ្នាំហើយស្នាមរបស់យុវតីដែលបានស្លាប់នោះគឺស្នាមកគឺស្នាមរឹតកកតែម្ដងជនសង្ស័យ3នាក់នេះគឺត្រូវបានសមាជិកខាត់ខ្លួននឹងបង្ហាញមុខនឹងផ្ដល់មកកាន់សារព័ត៌មានហើយនៅមានបន្តទៀតដែលសមាជិក